រដ្ឋធម្មនុញ្ញដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្នមានអាយុកាល22ឆ្នាំគឺចាប់ពីពេលដែលសម្ដេចនរោត្តមសីហនុប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ1993រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិដែលមានចែងកំណត់អំពីសិទ្ធិអំណាចរបស់ស្ថាប័នជាតិសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋដើម្បីធានានៅការអភិវឌ្ឍមួយដែលប្រកបដោយសេចក្តីសុខនិងសន្តិភាពចាប់ពីថ្ងៃទី24ខែកញ្ញាឆ្នាំ1993ដល់ថ្ងៃទី24ខែកញ្ញាឆ្នាំ2015រដ្ឋធម្មនុញ្ញមាន17ជំពូកនិង160មាត្រានៅក្នុងរយៈពេល22ឆ្នាំនេះការធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញមានចំនួន7ដងគឺធ្វើកាលពីខែកក្កដាឆ្នាំ1994ខែមីនាឆ្នាំ1999ខែកក្កដាឆ្នាំ2001ខែមិថុនាឆ្នាំ2005ខែមីនាឆ្នាំ2006ខែកុម្ភៈឆ្នាំ2008និងធ្វើនៅដើមឆ្នាំ2015អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ1998ដល់ឆ្នាំ2010លោកសឿនស៊ូប៊ែលើកឡើងថាការធ្វើវិសោធនកម្មមួយចំនួនដែលមិនត្រឹមត្រូវគឺជាការរំលោភរដ្ឋធម្មនុញ្ញធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិការផ្លាស់ប្ដូរកាយកុនជាថាតាមកលៈទេសៈក៏ប៉ុន្តែមានរំលោភលើរដ្ឋធម្មនុញ្ញនឹងច្រើនដូចជាច្បាប់កញ្ចប់ឧទាហរណ៍ព្រោះកាលហ្នឹងមានរំលោភលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាផងនិងរដ្ឋធម្មនុញ្ញផងលោកសឿនស៊ូប៊ែហៅការចុះហត្ថលេខារបស់លោកញឹកប៊ុនឆៃតំណាងឲ្យប្រមុខរដ្ឋកាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2004ដែលសម្រេចឲ្យមានការធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមានការបោះឆ្នោតជាកញ្ចប់ថាជាអំពើរំលោភច្បាប់អាយដាមនេះប៊ុនឆៃហ្នឹងអត់បានទទួលបញ្ជាពីព្រះមហាក្សត្រជួនហ្នឹងបកូណាព្រះបរមរតនកោដ្ឋអញ្ចឹងហើយដែលលោកបានផ្ដល់សិទ្ធិជំនួសលោកហ្នឹងបកូណាផ្ដល់សិទ្ធិតែទៅជូនទៅសម្ដេចជាសឹមឡើយវាមានរំលោភច្រើនណាប៉ុន្តែអត់មានអាណាតវ៉ាអត់មានអាណានិយាយអីទាំងអស់ដោយសារគេថាវាមានវិបត្តិម្ល៉េះសម្រាប់សម្រួលអញ្ចឹងទៅសម្រាប់សម្រួលខុសច្បាប់វាមិនស្របខ្ញុំមិនស្របលោកសឿនស៊ូប៊ែលើកឡើងទៀតថាការបោះឆ្នោតជាកញ្ចប់នេះគឺជាមូលហេតុនាំឲ្យរដ្ឋាភិបាលមានអំណាចគ្របសង្កត់ទៅលើស្ថាប័នឯករាជ្យរបស់ជាតិមានន័យថាឥឡូវហ្នឹងវាទៅជាគណៈបកហ្នឹងដែលមានមនុស្សដែលមានគេហៅ strong man ទៅជាអ្នកធ្វើសម្រាប់ស្អីក៏ដោយទៅជាច្បាប់ហើយម្ល៉េះហើយវាអត់មានតុល្យភាពដែលសភាអាចហើយក៏ជាសឹមរកងនៅហ្នឹងវាមានតុល្យភាពខ្លះប៉ុន្តែឥឡូវហ្នឹងទៅជាគណៈបកហ្នឹងជារដ្ឋទៅហើយនៅក្នុងរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងច្បាស់ថាអំណាចនីតិបញ្ញត្តិគឺរដ្ឋាភិបាលអំណាចនីតិប្រតិបត្តិមានរដ្ឋសភានិងព្រឹទ្ធសភានិងអំណាចតុលាការជាស្ថាប័នឯករាជ្យដែលស្ថិតនៅដាច់ពីគ្នាបើទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងមន្ត្រីរបស់លោកបានប្រកាសជាបន្តបន្ទាប់ថាមិនមានការរំលោភទៅលើស្ថាប័នរបស់ជាតិរួមមានតុលាការរដ្ឋសភាព្រឹទ្ធសភាក៏ដោយតែមន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិរួមទាំងមន្ត្រីគណៈបកប្រឆាំងតែងរិះគន់ជាបន្តបន្ទាប់ថាគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសជិត40ឆ្នាំមកនេះបានប្រើអំណាចលើសលប់រំលោភទៅលើស្ថាប័នឯករាជ្យរបស់ជាតិដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញមួយរយៈកាលចុងក្រោយនេះបន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជានិងវៀតណាមដែលឡើងកម្ដៅជាថ្មីទៀតនោះក៏មានការផ្ដល់អនុសាសន៍ពីអ្នកវិភាគមួយចំនួនផ្ដល់ឲ្យមានការធ្វើវិសោធនកម្មទៅលើមាត្រា2នៃរដ្ឋធម្មនុញ្ញខណៈដែលរដ្ឋាភិបាលក៏មានជំហរហាក់ចង់ធ្វើវិសោធនកម្មទៅលើមាត្រានេះដែរមាត្រា2ចែងថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានជាដាច់ខាតនៅក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/1សែនធ្វើនៅចន្លោះឆ្នាំ1933ដល់ឆ្នាំ1953ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963
ដោយឆ្នាំ1969នៅក្នុងជំពូកទី3នៃរដ្ឋធម្មនុញ្ញមាន20មាត្រាដែលមានចែងអំពីសិទ្ធិនិងករណីរបស់ប្រជាពលរដ្ឋនៅក្នុងចំណោម20មាត្រាមានចែងពីខ្លឹមសារដូចជាប្រជាពលរដ្ឋត្រូវបានការពារដោយរដ្ឋពលរដ្ឋមានសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិទទួលបាននូវយុត្តិធម៌អាចបង្កើតសមាគមអង្គការអាចជួបប្រជុំសម្ដែងមតិដោយសេរីជាដើមជុំវិញខ្លឹមសារនៃជំពូកទី3នេះអ្នកធ្វើការពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិមនុស្សលើកឡើងថារដ្ឋាភិបាលនៅមិនទាន់បានអនុវត្តបានត្រឹមត្រូវនៅឡើយទេដោយមានការអភិវឌ្ឍមួយចំនួនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាំឲ្យផ្ទុះការតវ៉ានិងមានការបង្ក្រាបស្ទើរគ្រប់កន្លែងមូលហេតុនៃការជ្រើសរើសយកមធ្យោបាយតវ៉ានៅតាមផ្លូវរបស់ពលរដ្ឋក៏អាចបណ្ដាលមកពីប្រជាពលរដ្ឋមិនមានជំនឿទៅលើស្ថាប័នតុលាការនៅក្នុងឱកាសទិវារដ្ឋធម្មនុញ្ញនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2015នេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដែលប្រឈមទៅនឹងការគំរាមកំហែងដោយសម្ដៅទៅលើលទ្ធិប្រជាធិបតេយ្យនៅតាមមូលដ្ឋានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថាសិទ្ធិសេរីភាពកំពុងតែមានការរឹតបន្តឹងរួមមានសេរីភាពបញ្ចេញមតិការបង្កើតអង្គការសមាគមការជួបប្រជុំការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យដោយមានការទំនាក់ទំនងរវាងគណៈបកកាន់អំណាចនិងក្រមយោធាជាដើមមន្ត្រីសម្របសម្រួលគម្រោងសេរីភាពនៅមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកញ្ញាឆាយឈុនលីមានប្រសាសន៍ថាសកម្មភាពដែលរដ្ឋាភិបាលបង្ក្រាបទៅលើក្រមអ្នកតវ៉ានិងការបង្កើតច្បាប់រដ្ឋបិទសេរីភាពនោះគឺផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញតើតើនឹងការធានាឲ្យមានការគោរពនូវសេរីភាពមូលដ្ឋានអញ្ចឹងអាជ្ញាធរគួរតែបញ្ឈប់នៅរាល់ការបង្ក្រាបផ្សេងៗទៅលើការតវ៉ាឬមកការបញ្ចេញមតិការប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋរដ្ឋធម្មនុញ្ញកម្ពុជាដែលកំពុងប្រើប្រាស់ពេលបច្ចុប្បន្នត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ1993នោះគឺជារដ្ឋធម្មនុញ្ញទី6នៅក្នុងប្រវត្តិសាស្ត្រខ្មែររដ្ឋធម្មនុញ្ញដំបូងបង្អស់គឺបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី6ខែឧសភាឆ្នាំ1947រដ្ឋធម្មនុញ្ញទី2ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី10ខែឧសភាឆ្នាំ1972ទី3ប្រកាសឲ្យប្រើប្រាស់កាលពីខែមករាឆ្នាំ1976ទី4ប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី27ខែមិថុនាឆ្នាំ1981ទី5ប្រកាសនៅថ្ងៃទី27ខែមិថុនាឆ្នាំ1991និងទី6ជារដ្ឋធម្មនុញ្ញចុងក្រោយនៅពេលបច្ចុប្បន្នប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993ខ្ញុំពៅមេតា VOD ភ្នំពេញ